ថ្ងៃនេះសូមនិយាយរឿងមួយពីនយោបាយប្រជាពិធខ្ញុំអត់ប៉ះពាល់អ្នកនយោបាយទេក៏ប៉ុន្តែខ្ញុំគ្រាន់តែពន្យល់និយមន័យនិងសកម្មភាពព្រោះក្នុងនាមជាអ្នកបោះឆ្នោតការធ្វើនយោបាយប្រជាពិធតែងតែមានគ្រប់គណៈបកទាំងអស់អញ្ចឹងខ្ញុំនឹងពន្យល់ថាតើវាមានខ្លឹមសារយ៉ាងម៉េចប្រជាពិធតាមរចនានុក្រមសម្ដេចសង្ឃជួនណាត់គឺមានន័យថាការបញ្ចែកបញ្ជើលើកជើងរាជចំណែកឯនៅក្នុងពាក្យអង់គ្លេសគេថា propaganda គឺជាការឃោសនាព័ត៌មានណាមួយដើម្បីបម្រើក្នុងគោលបំណងនយោបាយគឺផលប្រយោជន៍នយោបាយ information can take advantage អញ្ចឹងខ្ញុំអត់ពិបាកនឹងបញ្យល់ខ្លឹមសារឲ្យបានច្រើនជាងនឹងក៏ប៉ុន្តែខ្ញុំនឹងលើកឧទាហរណ៍មួយអំពីរឿងបុរាណនិទានមួយខ្ញុំអត់ដឹងថាខ្ញុំអានវាសភៅណាទេភ្លេចបាត់ហើយគឺមានបរិសម្នាក់ក៏លក់ដាវនៅនឹងក្នុងកណ្ដាលផ្សាររឿងនេះជារឿងចិនហើយគាត់លើកដាវធ្វើពីខ្សាច់ធ្វើពីអរ៉ែដែកអាចផ្កាយដែលមានគុណភាពអញ្ចឹងទោះបីខែលមុំយ៉ាងម៉េចក៏មិនអាចចាក់ធ្លុះបានដែរគាត់តែម្នាក់ឯងនឹងឯងក៏លើកខែលវិញថាខែលហ្នឹងជាខែលដែលរឹងមាំបំផុតនៅលើโลกទោះបីដាវមកពីឋានណាក៏មិនអាចចាក់ធ្វើពីដែកអីលត់យ៉ាងម៉េចក៏មិនអាចចាក់ធ្លុះបានដែរក៏ប៉ុន្តែគាត់តែម្នាក់ឯងគាត់លក់របស់ពីរក្នុងគោលដៅផ្សេងគ្នាអញ្ចឹងនៅពេលដែលយើងនិយាយថាអញ្ចឹងបើសិនជាគាត់យកដាវដែលមុតបំផុតហើយនឹងខែលដែលមាំបំផុតនឹងយកមកចាក់តើវាយ៉ាងម៉េចលទ្ធផលអញ្ចឹងនឹងជា propaganda នៅក្នុងនយោបាយក៏ដូចគ្នាដែរនៅពេលដែលអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងពីការធ្វើសេដ្ឋកិច្ចជាពិសេសក្នុងពាក់ព័ន្ធនឹងសេដ្ឋកិច្ចគេនឹងយកវាមកដើម្បីឃោសនាដូចតែការតម្លើងប្រាក់ខែអញ្ចឹងការតម្លើងប្រាក់ខែគេសន្យាឡើងចេះក៏ប៉ុន្តែការពិតជាក់ស្ដែងវាកាន់តែតួលេខទេខ្ញុំឧទាហរណ៍ពីសម័យបុរាណបើសិនជាយើងទៅធ្វើការដោយអត់មានលុយចាយយើងនឹងគិតជាទំនិញឧទាហរណ៍ថាយើងទៅធ្វើការមួយថ្ងៃបានអង្គ10គីឡូអញ្ចឹងរកក្រោយមកដល់ពេលដែលយើងបង្កើតលុយបានយើងក៏យកលុយចំនួនវិញឧទាហរណ៍ថាអង្គ10គីឡូអាចមួយថ្ងៃ10រៀលអញ្ចឹងយើងយកលុយ10រៀលក៏ប៉ុន្តែយើងធ្វើការយូរទៅយើងមិនទារឡើងប្រាក់ខែវាមិនឡើងមក20រៀលក៏ប៉ុន្តែបើសិនជាលុយយើងនឹង20រៀលទិញអង្គបានតែ10គីឡូដដែលទេមានន័យថាយើងអត់បានឡើងទេវាឡើងតែលេខចំនួនលេខទេអាហ្នឹងគេហៅ propaganda ហ្នឹងឯងនៅក្នុងកសិកម្មក៏ដូចគ្នាដែរជាពិសេសស្រូវជាអាហារមូលដ្ឋាននៅពេលដែលយើងទៅជួបកសិករយើងនិយាយថាយើងនឹងជំរុញឲ្យផលិតផលស្រូវហ្នឹងបានថ្លៃក៏ប៉ុន្តែអ្នកដែលរងគ្រោះគឺជាអ្នកហូបអញ្ចឹងពេលដែលស្រូវវាថោកវាចំណេញអ្នកហូបមែនតែកសិករពិបាកអញ្ចឹងវាការឃោសនានយោបាយគេអត់គិតពីលទ្ធផលទេគេគិតពីផលប្រយោជន៍គណៈបកឬក៏បុគ្គលក្នុងគេហ្នឹងយើងមានឧទាហរណ៍ប្រវត្តិសាស្ត្រមួយដែលយើងខ្លាយទៅជាជនរងគ្រោះដោយសារតែការឃោសនានយោបាយប្រជាពិធរឿងស្រូវនឹងតែម្ដងគឺនៅមុនឆ្នាំ70មុនរដ្ឋាសេនាប្រមុខហ្នឹងគឺពួកវៀតកុងអត់ធ្វើស្រែទេទិញស្រូវពីស្រុកខ្មែរយើងអញ្ចឹងស្រូវវាឡើងថ្លៃហើយដល់ពេលវាឡើងថ្លៃរដ្ឋក៏គៀបប្រជាពលរដ្ឋឲ្យលក់ឲ្យដូចគ្នាដែរដើម្បីឲ្យគេលក់ទៅឲ្យវៀតកុងតបានចំណេញអញ្ចឹងកសិករនឹងរដ្ឋវាឆ្លោះគ្នាមួយសារហើយប៉ុន្តែអាអ្នកស៊ីហ្នឹងវាមានរឿងមួយផ្សេងទៀតនៅពេលដែលវ៉ាន់ឡើងថ្លៃនឹងគ្នាប្រឆាំងនឹងរដ្ឋាភិបាលដោះស្រាយចេញអីហើយទៅនាំគ្នាដុតវាប៉ះពាល់មិនត្រឹមតែស្រូវទេវារៀលដល់អាហារទំនិញមូលដ្ឋានដូចជាពងទាអីចឹងទៅនាំគ្នាទៅដុតថាមកពីឈ្មួញ
ពួកកុំនេះវាចូលមកសាព្រោះថាមកវាឈ្មួញកេងប្រវាញ់ហ្នឹងបានឲ្យវ៉ាន់ឡើងថ្លៃបើតាមពិតយើងផលិតអត់បានយើងបានយើងចាំអត់គ្រប់ស្រូវយើងធ្វើបានយើងលក់ទៅឲ្យពួកវៀតកុងអស់អញ្ចឹងវាបង្កទៅជាបញ្ហាសេដ្ឋកិច្ចហ្នឹងប្រាក់ខែដូចគ្នាដែរដល់ពេលដែលយើងទារឡើងថ្លៃវាឲ្យយើងថ្លៃប៉ុន្តែវាបូកទៅនឹងអាថ្លៃទំនិញដែលលក់នឹងយើងឡើងប្រាក់ខែពី10រៀលទៅ20រៀលគឺគេបូកជាមួយនឹងថ្លៃអង្គដែលលក់នឹងតែម្ដងអញ្ចឹងវាអញ្ចឹងនៅក្នុងអ្នកនយោបាយគេត្រូវគិតពីថ្លៃដើមនិងផលិតភាពវិញថ្លៃដើមមានន័យថាថ្លៃដឹកជញ្ជូនថ្លៃទឹកថ្លៃជីថ្លៃអីហ្នឹងយើងគិតអាហ្នឹងយើងរុញអាហ្នឹងវិញប៉ុន្តែពីច្រើនមកទៅអ្នកនយោបាយចូលចិត្តនិយាយទេព្រោះវាអត់ចាក់ឲ្យមនុស្សរំភើបហើយ productivity ដូចគ្នាដែរគឺការប្រព័ន្ធអប់រំធ្វើឲ្យមនុស្សហ្នឹងធ្វើការខ្លាំងមានន័យថាមួយបើកម្មកររោងចក្រមួយថ្ងៃដេរបាន20អាវអញ្ចឹងមានចំណេះដឹងនិងជំនាញខ្លាំងអាចដេរបានមួយថ្ងៃ50-60អាវឬក៏100អាវដូចនៅសិង្ហបុរីអញ្ចឹងកម្មកររោងចក្រនៅសិង្ហបុរីកម្មករដូចគ្នាតែផលិតភាពខុសគ្នារវាងខ្មែរនិងសិង្ហបុរីដោយសារការអប់រំហ្នឹងអញ្ចឹងនយោបាយប្រជាធិបតេយ្យគឺមានលទ្ធផលអវិជ្ជមានចំពោះប្រទេសជាតិគឺអត់ដូចគ្នាទៅនឹងនយោបាយស្មោះត្រង់ទេប៉ុន្តែអ្នកស្មោះត្រង់គេមិនសូវជឿទេពីច្រើនតែជឿទៅលើអ្នកដែរនិយាយឲ្យយើងឆាប់ត្រេកអរវាជាប្រព័ន្ធ propaganda ហ្នឹងឯងអូខេអរគុណ